ជួយជីវិតរបស់ខ្ញុំម្ចាស់មានឈ្មោះថារំដួលណាប្រពោឈ្មោះថារំដួលប្រពោម្ចាស់រំដួលឈ្មោះនេះហាក់ដូចជាធ្វើឲ្យខ្ញុំជប់ចិត្តនឹងរំដួលនាងអើយនាងស្អាតណាស់នាងស្អាតដល់អ្វីព្រៀបប្រមាណមានវាសនាចោលមកឲ្យជប់នៅរុក្ខជាតិម្យ៉ាងជាដើមរំដួលតែរំដួលវាតែងតែមានផ្កាក្រអូបក្លិនឈ្ងុយឈ្ងប់មិនតែមនុស្សវាអាចផ្ដល់មលុបដល់ត្រឈឹងត្រឆៃធ្វើឲ្យរូបបងនេះចង់ជ្រកក្រោមមលុបរំដួលដល់មានក្លិនពីដល់ក្រអូបឈ្ងុយឈ្ងប់ដែលមានមលុបដ៏ល្អនេះប៉ុន្តែខ្ញុំគិតថាបើនាងមិនយល់ទាស់ទេនៅមកខ្ញុំមិនទាន់មានណាអគ្គមហេសីខ្ញុំចង់នាំនាងទៅទឹកដីបរិយនគរដើម្បីទៅរៀបអភិសេកតើនាងយល់យ៉ាងណាឬមួយលោកយាយអូនមិនឲ្យទៅរបស់ខ្ញុំម្ចាស់លោកយាយរបស់ខ្ញុំម្ចាស់ពេលនេះនៅតាំងសិលនៅកំពូលភ្នំដាច់ស្រយាលពីទីនេះ15យោជន៍ឯណោះរយៈពេល1ខែទៀតតើឲ្យខ្ញុំទៅជួបនឹងគាត់ពេលនេះគាត់មិនអនុញ្ញាតឲ្យអ្នកណាម្នាក់ទៅជួបឡើយហេតុនេះហើយខ្ញុំម្ចាស់ក៏មិនស្អប់ពើមព្រះអង្គឡើយខ្ញុំម្ចាស់ក៏មានភ័ព្វវាសនាល្អដែលសពព្រះរាជារតីនឹងខ្ញុំម្ចាស់ក៏ប៉ុន្តែចាំលោកយាយគាត់ធ្វើត្រឡប់មកវិញទៅទៀតរឿងយើងទាំងពីរនាក់ទៅទូលថ្វាយលោកយាយណាមិនអីទេរំដួលបើលោកយាយអូនទៅតាំងសមាធិជាច្រើនខែកន្លងផុតកំណត់ថាពេលវេលានេះវាមិនទាន់ហួសពេលបងចង់នាំរំដួលដើម្បីទៅទឹកដីបរិយនគរពេលណាទៅដល់បងទូលពុតទៅដល់ព្រះជាបិតាឲ្យព្រះអង្គពេលនោះដល់ថ្ងៃយើងរៀបអភិសេកចាំបងឲ្យអាមាត្យមុខសេនាមកអញ្ជើញលោកយាយទៅក្នុងថ្ងៃរៀបអភិសេកក៏ថាបានដែរអូនព្រះពកខ្ញុំម្ចាស់ជឿប្រតិព្រះអង្គហើយព្រះអង្គគឺជាមនុស្សល្អបើព្រះអង្គមនុស្សអាក្រក់នោះព្រះអង្គមិនអាចជួយសង្គ្រោះជីវិតរបស់ខ្ញុំម្ចាស់ទេជីវិតរបស់ខ្ញុំម្ចាស់ឈប់នៅទីនេះដោយសារតែទ្រង់ម្ល៉េះហើយខ្ញុំម្ចាស់នឹងយល់ព្រមស្រឡាញ់ព្រះអង្គម្ចាស់ណារំដួលនាងព្រមស្រឡាញ់ហើយព្រះប៉ម្ចាស់រំដួលបើនាងព្រមស្រឡាញ់ហើយបងត្រូវទៅនាំអូនដើម្បីទៅចុះកលរាជបិតាដើម្បីឲ្យព្រះអង្គជ្រងដឹងប៉ុន្តែបងនាំអូនទៅនៅក្នុងដំណាក់បងចាំបង
រົບពេលវេលាល្អនឹងរៀបអភិសេកអញ្ចឹងណាអូនធ្វើដំណើរទៅជាមួយបងពេលវេលានេះទៅអូនតោះ